ឥឡូវយើងចូលទៅដល់លំហាត់ទី8 represent each of the following combination of unit in correct SI form using appropriate prefix A មេហ្គាក្រាមក្នុងមីលីម៉ែត្រ B មេហ្គាញូតុនក្នុងម៉ៃក្រូសេកិន C ម៉ៃក្រូម៉ែត្រគុណម៉ៃក្រូមេហ្គាក្រាមក្នុងលំហាត់នេះគឺចង់ឲ្យយើងសំនៅຂະຫນາດក្នុងទម្រង់ជា SI form ដោយប្រើប្រាស់ prefix ដែលប្រើប្រាស់ prefix នេះយើងបានរៀនរួចហើយយើងអាចមើលនៅក្នុងតារាង 1.3 ផងដែរឥឡូវយើងចូលទៅដល់ដំណោះស្រាយ A មេហ្គាក្រាមក្នុងមីលីម៉ែត្រអញ្ចឹងយើងបំបែកមេហ្គានិងមីលីមេហ្គា10សេគុណ6ហើយមីលី10សេគុណ13អញ្ចឹង10សេគុណ6នៅលើ10សេគុណ13ស្មើបោះ13ទៅខាងលើបាន10សេគុណ6គុណ10សេគុណ3អញ្ចឹងស្មើ10សេគុណ9ដូច្នេះវាមានន័យថាវាជាជីហ្គាស្មើ10សេគុណ9អញ្ចឹងជាចម្លើយចុងក្រោយជីហ្គាក្រាមក្នុងម៉ែត្រលំហាត់ B មីលីញូតុនក្នុងម៉ៃក្រូសេកិនមីលី10សេគុណ13ម៉ៃក្រូ10សេគុណ16អញ្ចឹង10សេគុណ13នៅលើ10សេគុណ16ស្មើបោះ16 10សេគុណ16ទៅខាងលើបាន10សេគុណ13គុណនឹង10សេគុណ6ស្មើនឹង10សេគុណ3 10សេគុណ3នៅខាងញូតុននៅលើសេកិនអញ្ចឹង10សេគុណ3ស្មើនឹងគីឡូអញ្ចឹងបានគីឡូញូតុនក្នុងវិនាទីC ម៉ៃក្រូម៉ែត្រគុណនឹងមេហ្គាក្រាមម៉ៃក្រូ10សេគុណ16មេហ្គា10សេគុណ6អញ្ចឹង10សេគុណ16គុណ10សេគុណ3បាន10សេគុណ3អញ្ចឹង10សេគុណ13ស្មើនឹងមីលី10សេគុណ13ស្មើមីលីអញ្ចឹងយើងបានមីលីគុណនឹងគីឡូក្រាមអញ្ចឹងដូច្នេះក្នុងលំហាត់ទី8ត្រូវបានបញ្ចប់